បាទសូវីតសូមគោរពជំរាបសួរទៅដល់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដែលចូលចិត្តទស្សនាជាមួយនឹងកម្មវិធីបង្ហាត់បង្រៀនសិរាសកម្មពេលនេះគឺយើងដល់កម្មវិធីរបស់យើងទៀតហើយសប្តាហ៍នេះគឺនឹងមានប្លែកជាងសប្តាហ៍មុនទៀតបាទហើយបច្ចេកទេសថ្ងៃនេះគឺអស្ចារ្យមែនទែនគឺយើងលេងជាមួយនឹងសន្លឹកបៀហ្នឹងហើយអញ្ចឹងចង់ដឹងថាតើថ្ងៃនេះសន្លឹកបៀក្បាច់បៀរបស់គាត់បច្ចេកទេសរបស់គាត់មានអ្វីដែលអស្ចារ្យនោះទៅតាមដល់ទាំងអស់គ្នាតោះរីទស្សនាទាំងអស់គ្នាពេលនេះសូមរីជាមួយនឹងការសម្ដែងសិរាសកម្មរបស់ខ្ញុំទាំងអស់គ្នានៅលើដៃរបស់ខ្ញុំក៏មានបៀចំនួនហូធម្មតាអាចចំណិតមើលបានអូខេអូនប្រុសជួយចំណិតមើលព្រោះឯងនៅចិត្តយើងកាមេរ៉ាណាបាទអូខេធម្មតាអូខេធម្មតាអញ្ចឹងនៅពេលនេះបងលាបៀនៅលើតុបែបនេះអូនមានសិតរើយកបៀចំនួន4សន្លឹកអូខេ4សន្លឹកតាមចិត្តមួយណាក៏បាន4សន្លឹក1 2 3ចុងក្រោយគឺទី4ច្បាស់លាស់ណាអូខេ4សន្លឹកអញ្ចឹងដើម្បីងាយស្រួលយើងមើលទាំងអស់គ្នាអូខេមើលទាំងអស់គ្នាវាអត់ជាបញ្ហាអីអញ្ចឹងចំនួន4សន្លឹកឃើញទេ4សន្លឹកអញ្ចឹងបងរកមើលទី1ទី2 3ទី4អញ្ចឹងបងយក4សន្លឹកហ្នឹងដាក់លើតុបែបនេះដាក់លើតុបែបនេះប្រមមកដកយក1សន្លឹក4កើអូខេ4កើតោះឥឡូវមើលទាំងអស់គ្នា4កើ1ដូរមកបិចទៅជាកំងបិចហើយចូល3នេះ3នេះក៏វាប្រហែលជាដូចគ្នាវ៉ាវតែជាកំង4ដើមអូខេឡៃអស់ចាអូខេចឹងខ្ញុំគិតថាទស្សនិកជនប្រហែលជាចាប់អារម្មណ៍ជាមួយនឹងក្បាច់នេះតោះតាមដានជាមួយនឹងការបង្ហាត់រៀនរបស់គ្នាសូមអញ្ជើញពេលនេះសូមរីករាយជាមួយនឹងការបង្ហាត់បង្រៀនទៅក្បាច់មិញទាំងអស់គ្នាណាអូខេអញ្ចឹងយើងចាប់ផ្ដើមអ្វីដែលយើងត្រូវធ្វើជាដំបូងនេះជាបៀធម្មតាអំបញ្ញខ្ញុំលេងឲ្យចេញជាកំមុំ4សន្លឹកខ្ញុំមានន័យថាខ្ញុំបានរៀបចំកំមុំទាំង4បែបនេះគឺដាក់នៅលើហ៊ូនៃបៀដាក់បែបនេះដាក់វាកាប់ចូលបែបហ្នឹងណាបើយើងចង់លេងជាមួយកាចាស់កតឹបអាត់អីក៏បានតាមចិត្តណាត្រូវចិត្តយើងទេប៉ុន្តែខ្ញុំរើសយកកំមុំបែបហ្នឹងកំមុំទាំង4ដាក់ចូលបែបនេះឃើញទេដាក់បែបហ្នឹងម្ដងទៀតណាឃើញទេបន្ទាប់មកយើងឲ្យទស្សនិកជនគាត់រើសយកបៀចំនួន4សន្លឹកចំនួន4សន្លឹកឥឡូវខ្ញុំរើសយក4ណារើសយក4ឧទាហរណ៍ថា4នេះចុះ4សន្លឹកហ្នឹងអូខេ4សន្លឹកគឺបែបហ្នឹងបន្ទាប់ពីគាត់រើសយក4សន្លឹកហើយគឺយើងអាចឲ្យគាត់ហ្នឹងគាត់ដូចជាយើងហ្នឹងមើលបានអត់ទេខ្ញុំកាំងផ្ងាវាដាក់លើហ៊ូបែបហ្នឹងដាក់បែបហ្នឹងតោះមកយើងត្រូវលាបៀពេលដែលយើងលាគឺយើងត្រូវលួចរុញសន្លឹក4សន្លឹកទៀតណារុញវាបែបនេះតោះមកយើងរុញបញ្ចូលទាំងអស់គឺយើងបានលួចខ្ទាស់នៅកូនដៃបែបនេះខ្ទាស់ចំនួន4សន្លឹកឃើញទេ1 2 3 4គឺខ្ទាស់បែបនេះគឺយើងខ្ទាស់កូនដៃតោះម្ដងទៀតយើងលាហើយយើងលួចរុញ4សន្លឹកដែលនៅខាងក្រោយហ្នឹងខ្ទាស់កូនដៃ1អូខេស្រួលយល់តោះរូបភាពយឺត4សន្លឹករុញចូលបែបនេះអូខេគឺបែបហ្នឹងប៉ុន្តែដល់ពេលដែលយើងសម្ដែងគឺយើងត្រូវឲ្យទស្សនាគេឃើញនៅពេលដែលយើងលួចតកូនឯងនេះយើងអាចបែរមកខាងនេះបានងាយស្រួលក្នុងការសម្ដែងតោះចាប់ដើមតបមកគឺយើងត្រូវលើកបៀដែលយើងខ្ទាស់បាញ់មិញហ្នឹងលើកវាមកទាំងអស់លើកបែបហ្នឹងរូបភាពគឺបែបនេះខាងក្រោមគឺយើងកាន់បែបនេះណាតបមកយើងត្រូវទាញបៀចំនួនម្ដង1សន្លឹកបញ្ជាក់ថានេះគឺជាបៀ4សន្លឹកដែលខុសគ្នាអូខេតោះគឺមេដៃរបស់យើងទាញ1កាប់វាទី2កាប់ដូចគ្នាទី3ក៏កាប់ដូចគ្នាហើយទី4យើងអត់កាប់ទៀតទេគឺយើងតម្លាក់វានៅខាងលើនឹងតែម្ដងតម្លាក់បែបនេះ
ប៉ុណ្ណឹងរួចរាល់បន្ទាប់មកបានយើងកាប់វាតាមក្រោយអូខេតោះបន្តទៀតតោះវិញត្រូវយកសន្លឹក4សន្លឹកហ្នឹង4សន្លឹកខាងលើដែលក្នុងនោះគឺមាន3សន្លឹកគឺជាសន្លឹកកមុំហើយខាងលើនេះគឺជាសន្លឹកដែលយើងចាប់យកមិញតែយើងមិនបានយើងកុំបង្ហាញគេណានៅពេលដែលយើងធ្វើអូខេ1 2 3 4យើងដាក់វានៅលើតុបន្ទាប់មកយើងយកសន្លឹកខាងលើមួយសន្លឹកយកតែខាងលើទេយកមួយសន្លឹកណាទៅពេលដែលយើងយកហើយយើងត្រូវអូខេលួចខ្ទាស់មួយសន្លឹកខាងលើបែបនេះបែបហ្នឹងម្ដងទៀតយើងយកមេដៃយើងរុញប៉ុណ្ណឹងតោះមកយើងយកសន្លឹក9បិចនេះដាក់នៅខាងលើបែបនេះតោះមកយើងត្រូវចាប់ដៃកដាលហើយនឹងដៃមេរបស់យើងចាប់ជ្រុងបៀសងខាងចាប់ឲ្យដល់ទាំង2សន្លឹកគឺបែបនេះកមុំ9នៅពេលដែលយើងចង់បដូរវាឲ្យខ្លាចជាសន្លឹកកមុំគឺយើងត្រូវធ្វើបែបនេះដៃចអលរបស់យើងត្រូវទាញវាឲ្យផ្ងាបែបនេះប៉ុន្តែនៅពេលដែលយើងសម្ដែងកាយវិការយើងលឿនគឺយើងធ្វើបែបនេះគឺមើលទៅវាហាក់បីដូចជាដូរអូខេដូចជាមានភាពអស្ចារ្យណាម្ដងទៀតយើងដកយកកមុំមួយយើងលួចខ្ទាស់កូនដៃហើយដាក់ខាងលើចាប់យកអត់នេះបវល់បៀក៏បានដូរតមកយើងយកសន្លឹកនេះបើកមកគឺកមុំទាំងអស់អូខេនេះគឺក្បាច់ធ្វើឲ្យចេញស្រុកតែដូចគ្នាទាំងអស់អូខេអញ្ចឹងគឺថាក្បាច់នេះពិតជាងាយស្រួលនៅក្នុងការវឹកហាត់ក៏ដូចជាការសម្ដែងចិត្តសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាចូលចិត្តជាមួយនឹងក្បាច់នេះផងដែរបាទសូមអរគុណអញ្ចឹងហើយពុកម៉ែបងប្អូនមហាជីបានទស្សនាជាមួយនឹងការបង្ហាត់បង្រៀននិងសម្ដែងរបស់អូនបញ្ញាហើយគឺគាត់លេងជាមួយនឹងសន្លឹកបៀ4សន្លឹកបាទក្បាច់នេះដែរគឺយើងអាចសម្ដែងជាមួយនឹងបៀទូទៅបៀធម្មតាក៏លេងបានដែរគឺងាយមែនតើគ្រាន់ថាអ្នកទាំងអស់គ្នាត្រូវអនុវត្តវាបន្តិចហ្នឹងហើយជាពិសេសនោះសូមអ្នកទាំងអស់គ្នាទស្សនាជាមួយនឹងក្បាច់នេះកុំខាវីដេអូទៅមុខណាមើលឲ្យចប់បានចេះបានយល់បើយើងខាទៅគឺរំលងនៅក្បាច់ដែលសំខាន់គឺអ្នកទាំងអស់គ្នានៅតែអត់ចេះនៅតែឆ្ងល់បាទអរគុណច្រើនជាមួយនឹងទស្សនិកជនទាំងអស់គ្នាដែលចំណាយពេលវេលាតាមដានជាមួយនឹងកម្មវិធីរបស់យើងខ្ញុំហើយមួយវិញទៀតដែរគឺបើពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្រឡាញ់ជាមួយនឹងសិរាសកម្មចង់ចេះចង់ជីវនៅឧបករណ៍សិរាសកម្មឬចង់អញ្ជើញលោកគ្រូសូឡូជាមួយនឹងខ្ញុំបានទៅសម្ដែងក្នុងកម្មវិធីផ្សេងគឺអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅខាងក្រោមនេះឬក៏ inbox សួរព័ត៌មានបន្ថែមក៏បានដែរអរគុណច្រើនសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយទៀតបាយបាយ